នៅក្នុងវីដេអូនេះយើងនឹងធ្វើការដោះស្រាយទៅលើបញ្ហាការសរសេរអក្សរជាភាសាខ្មែរនៅលើកម្មវិធី Word ឬក៏កម្មវិធីផ្សេងៗដែលអត់ស្គាល់ទៅលើការដាក់ស្រៈការដាក់ជើងមួយចំនួននៃព្យញ្ជនៈអក្សរខ្មែរអញ្ចឹងអ្នកទាំងអស់គ្នាដែលមានបញ្ហាបែបនេះទី1គឺសូមចូលមកកាន់ mouse ដាំបាទឬក៏ click ទៅលើសញ្ញាពាក្យ eng នេះហើយយើងយកពាក្យថា setting មកអញ្ចឹងយើងចូលមកកាន់កន្លែង more option ឬក៏សញ្ញាត្រីទី3នេះយើងចុចបើកមកយើងចូលទៅកាន់ language option បាទអញ្ចឹងកុំព្យូទ័ររបស់លោកអ្នកជាទូទៅវានឹងលោតខ្មែរបែបនេះហើយអក្សរនេះដែរនេះគឺវាអត់មានទេអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែដំបូងចុចចូលមកកាន់ add keyboard ខ្ញុំសូមបញ្ជាក់ណាអញ្ចឹងកុំព្យូទ័ររបស់អ្នកទាំងអស់គ្នាដែលកំពុងមានបញ្ហាទៅលើការសរសេរអក្សរខ្មែរអត់ support ជាមួយនឹងព្យញ្ជនៈឬក៏ស្រៈឬក៏ជើងអញ្ចឹងអ្នកចូលមក setting មកអញ្ចឹងនឹងឃើញបែបនេះទម្រង់បែបនេះគឺយើងឃើញមានខ្មែរដែរប៉ុន្តែមិនមែនជាខ្មែរនេះដែរទេអញ្ចឹងfont មួយនេះគឺវាអត់ support ទេអញ្ចឹងយើងដំបូងយើងចូលមកកាន់ add keyboard បាទយើងយកពាក្យថាខ្មែរនេះដែរខ្មែរនេះដែរនេះទៅវា support ជាមួយនឹងការដាក់ស្រៈការប្រើប្រាស់ជើងនៃព្យញ្ជនៈអក្សរខ្មែរយើងបន្ទាប់ពីយើងបានធ្វើការ add បញ្ចូលហើយយើងត្រូវតែ delete ឬក៏ remove ខ្មែរមួយនេះចេញដោយសារវា support ទេវាជា default របស់កម្មវិធីបាទអញ្ចឹងយើង remove ចេញបន្ទាប់មកទៀតយើងធ្វើការខ្វែងហើយយើងត្រូវតែចូលទៅ restart កុំព្យូទ័រយើងមួយសិនបាទអញ្ចឹងបន្ទាប់ពីយើង restart រួចរាល់អស់យើងមកសាកល្បងសរសេរអក្សរជាភាសាខ្មែរបាទអញ្ចឹងអ្នកទាំងអស់គ្នាបានឃើញថាភាសាខ្មែរយើងគឺត្រូវបានដោះស្រាយអញ្ចឹងយើងអាចដាក់ស្រៈយើងអាចប្រើជើងបានត្រឹមត្រូវតាមអ្វីយើងបានកំណត់It never